มีกาเชียร์ปลาไหนปลาเจ้าตากลมโจงไอ้ปลาจากโบราณปีมนบาเมียนกูนเมียนใจเตอปุถมเกมอ้อยเตยช่างไงเตยช่างไงเตยคลายอลุดคลายเกิดตามเพลาเตยฉลองภูมิเกตีกันเลยไอ้นามวยเตยคลายฉลับในสกในภูมิจังเกอ้อยยืงเลี้ยงภูมิคมมาทำไมอันนั้นเกอ้อยยืงเพื่อตรมจุกปันแต่ว่าอยู่แค่อยู่ไงเกอ้อยยืงกับปูก็ใบจังนะก็บักได้นั่นนะគម្រោងលើកកម្ពស់សុខភាពមាតានិងទារកស្ថិតនៅស្រុកកោះញែកខេត្តមណ្ឌលគិរីគឺជាគម្រោងគោលដៅមួយរបស់អង្គការការិតាកម្ពុជាដែលមានប្រតិបត្តិការការងារទៅលើភូមិចំនួន20និងឃុំចំនួន5ដែលមានចម្ងាយ100គីឡូម៉ែត្រពីទីរួមខេត្តនិងប្រមាណ20ទៅ70គីឡូម៉ែត្រទៅតាមភូមិគោលដៅនីមួយៗរបស់គម្រោងនេះត្រូវបានអនុវត្តឡើងក្នុងឆ្នាំ2021ក្នុងគោលបំណងដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពមាតានិងទារកតាមរយៈការធ្វើឲ្យប្រសើរឡើងនៅសុខុមាលភាពមាតានិងទារកចាកលេចមើលពីសហគមន៍របស់ខ្ញុំកាលពី10ឆ្នាំមុនឃើញថាប្រជាជនរបស់ខ្ញុំគាត់ជួបបញ្ហាច្រើនក៏ដូចជាបញ្ហាសុខភាពបញ្ហាអនាម័យនិងស្ត្រីសម្រាប់កូននិយាយពីបញ្ហាសុខភាពវិញពេលគាត់ឈឺគាត់អត់បានទៅពេទ្យទេគាត់តែងតែប្រើប្រាស់ថ្នាំបុរាណហើយការអនាម័យវិញគាត់បានតដងទឹកពីអូយកមកបរិភោគដោយបានឆ្លងកាត់ការចម្អិននិងចម្រោះឲ្យបានត្រឹមត្រូវបញ្ហាស្ត្រីសម្រាប់កូនពេលដែលគាត់មានផ្ទៃពោះគាត់មិនបានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពទេគាត់ប្រើប្រាស់ថ្នាំបុរាណអំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលគាត់ចំណាប់នៃនឹមរាវនឹមគេហាន់អាប៉ែតអូដាឡាប៉ងពួកតចាញ់ប៉ងនឹមវ៉ៃប៉ងត្រង់ណែប៉ងតប៉ងងាយត្រង់ហ្នឹងបិទត្រង់ចាំនៅជ្រីពេជ្រណែពេជ្រប៉ែតណែតចាញ់ពេជ្រអ៊ុញតចាញ់ជ្រីនឹមប៉ងត្រកូនកបខាត់ណែជាងកបទីកែប៉ពេជ្រឬនឹមលិខិតចឹងពូម៉ាក់ពូលីវៃឆាវៃមិនបាសនឹមយ៉ាពេជ្រប៉ែតតពេជ្រប៉ែតយ៉ានរីដែលពេជ្របុរាណដូចស្អើមណាពេជ្រតចាញ់នៅទីនេះភាគច្រើនប្រហែលជា70-80%ហើយគឺជាជនជាតិដើមភាគតិចដូច្នេះគាត់ប្រកាន់ខ្ជាប់នៅទំនៀមទម្លាប់វប្បធម៌ប្រពៃណីរបស់គាត់ដូច្នេះការនាំកូនមកមណ្ឌលសុខភាពការនាំស្ត្រីមកមណ្ឌលផ្ទៃពោះនៅមណ្ឌលសុខភាពនិងមកសម្រាប់កូននៅមណ្ឌលសុខភាពគឺថាពុំសូវបាននាំមកទេដោយសារអីដោយសារគាត់មានជំនឿបន្តពីបុរាណមកហើយទី2ការផ្សព្វផ្សាយអប់រំត្រឡប់ទៅវិញនោះគឺថាពុំសូវបានដល់ពួកគាត់ហើយមួយទៀតតទៅនឹងទំនៀមទម្លាប់នៃការរស់នៅអនាម័យគឺថាពុំសូវបានល្អទេដោយសារអីដោយសារគាត់ពុំសូវមានការជួយជាមួយពួកកូនគាត់ដោយបណ្ដោយកូនគាត់នៅលេងពីវាវាកាលហើយបន្តបងពីវាវាកាលហើយមួយទៀតតទៅមកកូនអនាម័យគឺជាពិសេសដែរគឺថាសឹងតែគ្រប់ផ្ទះក្នុងមួយភូមិយ៉ាងហោចណាស់មានតែពីផ្ទះប៉ុណ្ណោះដែលមានបន្ទប់ទឹកដូច្នេះហើយអាការប្រឈមទៅនឹងជំងឺដង្កូវព្រូននេះគឺប្រឈមខ្លាំងមែនទែនជាលទ្ធផលនៃកិច្ចអន្តរាគមន៍របស់គម្រោងលើកកម្ពស់សុខភាពមាតានិងទារកក្នុងរយៈពេល3ឆ្នាំ2021-2023កន្លងមកនេះគម្រោងបានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរួមទាំងចំណេះដឹងចំណេះធ្វើនិងបានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុខភាពបឋមនៅតាមទីជនបទនៃភូមិគោលដៅទាំង20ភូមិស្ថិតនៅក្នុង5ឃុំនៃស្រុកកោះញែកខេត្តមណ្ឌលគិរីបាទឆ្លងកាត់ដែលខ្ញុំធ្វើជាអ្នកស្ម័គ្រចិត្តក្នុងភូមិខ្ញុំគិតថាខ្លួនខ្ញុំមានភាពសាឡើងហើយក៏មានទំនុកចិត្តច្រើនដែលអាចថាបទពិសោធន៍ដែលយើងមានអាចបង្ហាញទៅគាត់ពេលខ្ញុំសបផ្សាយម្ដងយើងអាចរៀនគាត់បង្ហាញឲ្យគាត់យល់ដឹងពីបញ្ហាសុខភាពបាទពីមុនគាត់មានផ្ទៃពោះអញ្ចឹងទៅគាត់អត់ដឹងទេប៉ុន្តែក្រោយដែលយើងអប់រំសបផ្សាយគាត់ទៅគាត់យល់ដឹងថាពេលគាត់មានផ្ទៃពោះទៅគាត់អាចទៅមណ្ឌលសុខភាពដោយខ្លួនឯងបណ្ឌិតពោះឬក៏សម្រាប់កូននាំកូនទៅចាក់ថ្នាំវ៉ាក់សាំងអីចឹងទៅក្នុងរយៈពេល3ឆ្នាំកន្លងមកនេះមានស្ត្រីបានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពមានចំនួន951នាក់ស្ត្រីមានផ្ទៃពោះបានទទួលថ្នាំជាតិដែកមានចំនួន1039នាក់ស្ត្រីដែលទទួលបានការចាក់វ៉ាក់សាំងតេតាណូសមានចំនួន719នាក់ស្ត្រីដែលសម្រាលកូនក្នុងមណ្ឌលសុខភាពនិងមន្ទីរពេទ្យស្រុកកោះញែកមានចំនួនសរុប500នាក់សម្រាប់លទ្ធផលដែលចូលរួមចំណែកសម្រាប់លើកកម្ពស់អាហារូបត្ថម្ភរបស់សហគមន៍ជាមួយគ្នាផងដែរ75%នៃម្ដាយ
ដែលបានចូលរួមក្នុងវគ្គផ្សព្វផ្សាយអំពីសារៈសំខាន់នៃការជ្រើសរើសក្រុមអាហារនិងការអនុវត្តបង្ហាញពួកគាត់បានយកចំណេះដឹងទាំងអស់នេះទៅអនុវត្តតាមផ្ទះសម្រាប់ក្រុមគ្រួសារទទួលទានផងដែរ ពីដំបូងឡើយនាងខ្ញុំអត់ស្គាល់ទេពីអ្វីទៅដែលអាហារូបត្ថម្ភដល់ពេលអង្គការការីតាសគាត់ចូលមកក្នុងភូមិនាងខ្ញុំគាត់ក៏បានណែនាំបង្រៀនអំពីការធ្វើពីអាហារូបត្ថម្ភគឺបបរខាប់គ្រប់គ្រឿងដល់កុមារអាយុពី6ខែទៅចានាងខ្ញុំបានយល់ដឹងច្រើនព្រោះថាពីមុនមកកូនខ្ញុំគាត់អត់សូវមានសុខភាពល្អគាត់ស្គមស្គាំងរីកក្រេះក្រិនអញ្ចឹងណាបងដល់ពេលកូនខ្ញុំក្រោយទៀតហ្នឹងអាប្រុសក្រោយហ្នឹងអង្គការនឹងគាត់ចូលមកណែនាំនាងខ្ញុំក៏យល់ដឹងអំពីការធ្វើបបរខាប់គ្រប់គ្រឿងដល់កូនខ្ញុំអញ្ចឹងដល់ពេលនាងខ្ញុំចេះធ្វើអំពីអាហារបបរខាប់គ្រប់គ្រឿងឲ្យកូនខ្ញុំញ៉ាំដល់ពេលកូនខ្ញុំក៏មានសុខភាពល្អឥឡូវហ្នឹងធំធាត់ដូចកូនគេដែលទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ដែរ បន្ថែមពីលើនេះទៀតគម្រោងក៏ចូលរួមចំណែកលើកកម្ពស់ទឹកស្អាតនិងអនាម័យតាមរយៈការសាងសង់អណ្ដូងដើរដោយថាមពលព្រះអាទិត្យដែលបានផ្ដល់ប្រភពទឹកដល់177គ្រួសារស្មើនឹង688នាក់និងសិស្សានុសិស្ស80នាក់នៃភូមិក្តោយនិងភូមិរយលើ ខ្ញុំបានទឹកខាងអង្គការកាតាសចូលមកស្រួលឥឡូវបានដាំបាយដាំទឹកយើងអត់មានធុងចំមាស់ទេដាំទឹកក្តៅយើងមានធុងចំមាស់យើងដាក់ទឹកក្នុងធុងចំមាស់បានទឹកកូនមួយបោកអាវក៏ស្រួលហើយយើងបានតូចបន្លែដាំដំណាំហូបហើយពីដាំដំណាំយើងបានចិញ្ចឹមមាន់ចិញ្ចឹមអីយកទឹកហ្នឹងទៅដាក់ចិញ្ចឹមមាន់ចិញ្ចឹមអីមានជ្រូកមានអីដាក់ស្រោចទឹកជ្រូកក៏ស្រួលយើងអត់ពិបាកហត់ទៅដងទឹកឆ្ងាយ ចាបើប្រៀបធៀបពីមុននិងបច្ចុប្បន្នខ្ញុំឃើញថាក្នុងសហគមន៍របស់ខ្ញុំមានការអភិវឌ្ឍច្រើនដោយសារមានអាជ្ញាធរភូមិឃុំអង្គការដេគូជាពិសេសអង្គការការីតាសគាត់បានចុះមកអប់រំផ្សព្វផ្សាយណែនាំដល់ពួកគាត់អំពីបញ្ហាសុខភាពអនាម័យនិងស្ត្រីសម្រាប់កូនពេលគាត់ឈឺគាត់ចេះទៅពិនិត្យសុខភាពនិងមើលសុខភាពចំណែកឯការបត់ជើងវិញឃើញគាត់មានប្រើប្រាស់បុគ្គលអនាម័យគាត់លេងទៅបន្តបងតាមពីវាពីកាលហើយ យកទៅតាមការប្រៀបធៀបពីពេលនេះទៅពេលមុនគឺមានការខុសគ្នាច្រើនគឺលំហូរអ្នកជំងឺចូលមណ្ឌលសុខភាពគឺច្រើនជាងមុនទាំងក្មេងមកចាក់វ៉ាក់សាំងក៏ច្រើនទាំងស្ត្រីប្រដិបទេពោះក៏បានច្រើនហើយភាគច្រើនបាន4ដងមុនសម្រាប់ទៀតហើយទី3នោះគឺការសម្រាប់កូននៅមណ្ឌលសុខភាពគឺមានចំនួនច្រើនជាងមុនឆ្ងាយពីមុនសឹងតែខែខ្លះ0ប៉ុន្តែឥឡូវយ៉ាងហោចណាស់ក៏មាន5នាក់3ទៅ4 5នាក់17 10នាក់ក្នុងមួយខែបាទ ចាជាចុងក្រោយនាងខ្ញុំតំណាងឲ្យប្រជាជនរបស់នាងខ្ញុំសូមថ្លែងអំណរគុណដល់អង្គការការីតាសនិងអូបូសដែលបានជួយគាំទ្រអភិវឌ្ឍដល់ភូមិឃុំរបស់នាងខ្ញុំហើយខ្ញុំក៏សូមឲ្យអូបូសនិងការីតាសជួយបន្តគម្រោងដល់សហគមន៍របស់នាងខ្ញុំទៀតចាសូមអរគុណ